នៅក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ននេះសម្បូរណាស់កន្លែងដើរកម្សាន្តពេលរាត្រីកន្លែងដែលសប្បាយមួយនៅក្នុងចំណោមកន្លែងជាច្រើនគឺហាងខារ៉ាអូខេអស់លោកដែលធ្លាប់ចុះហាងខារ៉ាអូខេទើបដឹងថាមានទេពធីតាអ្នកចម្រៀងស្រស់ៗដែលម្នាក់ស្ថិតនៅក្នុងសម្លៀកបំពាក់សុទ្ធតែដាស់អារម្មណ៍ទាំងអស់តែម្ដងពួកនាងធ្វើយ៉ាងនេះព្រោះពួកនាងត្រូវការតែម្យ៉ាងគត់គឺលុយមានទេពធីតាអ្នកចម្រៀងខារ៉ាអូខេម្នាក់អាយុ30ឆ្នាំទៅហើយប៉ុន្តែនាងនៅតែស្អាតអស្ចារ្យក្រោយពីបានឃើញនាងភ្លាមទោះជាបុរសណាក៏ដោយសុទ្ធតែប្រាថ្នាចង់បាននាងមកបីបងថ្នាក់ថ្នមរួមរយៈឲ្យសមតែបាននាងឈ្មោះច័ន្ទជាមនុស្សចូលចិត្តសប្បាយជានិច្ចប្រការសំខាន់នោះនាងផឹកស្រាបៀរដូចផឹកទឹកអញ្ចឹងនាងធ្លាប់មានសកម្មភាពផ្លូវភេទជាមួយប្រុសជាច្រើនអ្នករួចមកហើយព្រោះនាងមិនដែលគិតព្រួយបារម្ភនឹងរូបរាងកាយរបស់នាងឡើយសំខាន់ឲ្យតែប្រុសនោះមានលុយឲ្យនាងទោះជាបបួលតាណាក៏នាងព្រមទាំងអស់ថ្ងៃមួយមានបុរសពុះម៉ាយវ័យចំណាស់ម្នាក់ចូលមកហាងខារ៉ាអូខេដែលនាងធ្វើការហើយក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍នាងតែម្ដងបុរសពុះម៉ាយនោះចូលចិត្តនិយាយតាមត្រង់ហើយក៏ប្រាប់នាងថាខ្ញុំស្រឡាញ់នាងខ្ញុំប្រគល់បេះដូងស្នេហ៍ឲ្យនាងទាល់តែអស់ពីខ្លួនរលែងតែម្ដងវិចិត្របុរសចំណាស់ម្នាក់នោះក៏ដឹងដែរថានាងច័ន្ទធ្លាប់រួមភេទជាមួយប្រុសជាច្រើនអ្នករួចមកហើយប៉ុន្តែគាត់មិនចាត់ទុករឿងអតីតថាជារឿងសំខាន់ឡើយភាពស្និទ្ធស្នាលជាមួយគ្នាយូរថ្ងៃទៅធ្វើឲ្យលោកវិចិត្រនិងច័ន្ទបានរួមរយៈជាមួយគ្នាថ្ងៃមួយពេលបានខ្លួននឹងច័ន្ទលោកវិចិត្រក៏មានគំនិតទទួលខុសត្រូវយកចិត្តទុកដាក់លើរូបនាងកាន់តែខ្លាំងគាត់បានសុំនាងតាមត្រង់ថាច័ន្ទអូនទៅនៅជាមួយខ្ញុំតែម្ដងទៅខ្ញុំនឹងទទួលនាងធ្វើជាភរិយាជាទីស្រឡាញ់អស់មួយជីវិតតែម្ដងបើនាងនៅចង់ច្រៀងចង់សប្បាយក៏ទៅច្រៀងដូចធម្មតាទៅខ្ញុំមិនថាទេច័ន្ទនាងក៏បានឆ្លើយតបទៅលោកវិចិត្រថានាងខ្ញុំនឹងខ្លាចទៅជាប្តីប្រពន្ធជាមួយនឹងបងមិនបានទេព្រោះនាងខ្ញុំជាមនុស្សនៅចូលចិត្តការសប្បាយណាស់បើមានបុរសណាម្នាក់នាងខ្ញុំពេញចិត្តនាងខ្ញុំប្រកាសជាព្រមដេកនៅជាមួយគេទៀតជាមិនខាននេះជាទម្លាប់របស់ខ្ញុំលោកវិចិត្រអ៊ូលណែនបំពង់កនៅពេលដែលបានស្ដាប់ឮប្រយោគរបស់នាងនឹកស្មានមិនដល់ថានាងមិនស្គាល់ពីគុណតម្លៃនៃសេចក្តីស្នេហាពិតយ៉ាងណានោះទេចាប់តាំងពីថ្ងៃនោះមកសេចក្តីស្នេហារបស់ពួកគេក៏ចែកផ្លូវគ្នាដោយនាងច័ន្ទឈប់ទៅដេកជាមួយលោកវិចិត្រទៀតលោកវិចិត្រខូចចិត្តនិយាយលែងកើតបាត់បង់អស់កម្លាំងកាយកម្លាំងចិត្តកន្លងមកគាត់ត្រូវស្រីជន់ឈ្លីដួងចិត្តអស់ជាច្រើនអ្នកមកហើយនៅតែមិនទាន់ផុតពីកម្មពៀវេរាស្នេហ៍នេះទៀតឡើយគួរឲ្យតូចចិត្តណាស់ចាប់តាំងពីថ្ងៃនោះមកលោកវិចិត្រក៏បានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយនឹងច័ន្ទទៅនាងច័ន្ទនៅតែរីកស្រស់បោះជាមួយនឹងបន្ទប់ខារ៉ាអូខេមិនបានគិតពីអីបន្តិចថានាងកំពុងតែធ្វើបាបគ្មានប្រណីដល់ដួងចិត្តបុរសចំណាស់ម្នាក់នោះឡើយលោកវិចិត្រនៅតែខ្លោចផ្សាដួងចិត្តឥតលះជារៀងរាល់ថ្ងៃប៉ុន្តែគាត់ថាមិនយូរប៉ុន្មានទេខ្ញុំប្រកាសជាអាចកាត់ចិត្តពីនាងបានគួរតែស្រឡាញ់មនុស្សណាដែលគេស្រឡាញ់យើងវិញល្អជាងមិនចាំបាច់ខាតបង់ពេលទៅអង្វរករនឹងច័ន្ទធ្វើអីការពិតទៅលោកវិចិត្រជាមនុស្សមានការសិក្សាខ្ពស់មានការងារហើយអ្វីចាំបាច់តាក់ទងនឹងយកចិត្តទុកដាក់លងស្នេហ៍នៅលើនារីខារ៉ាអូខេធ្វើអីប៉ុន្តែសេចក្តីស្នេហាគ្មាននរណាហាមបានទេព្រោះជារឿងបេះដូងចាប់តាំងពីលោកចិត្តឈប់តាក់ទងជាមួយនឹងនាងច័ន្ទគាត់បានលើដំណឹងថានាងច័ន្ទកើតមានសម្ព័ន្ធភាពស្នេហាជាមួយកំឡោះម្នាក់ទៀតដល់ថ្នាក់វង្វេងវង្វាន់ទៅលើបុរសនោះយ៉ាងងងឹតងងុលផងដែរដំណឹងបន្តទៀតថាច័ន្ទបានសម្លាប់ខ្លួនប៉ុន្តែដំណឹងនេះពុំបានដល់លោកវិចិត្រឡើយព្រោះលោកបានផ្ដាច់ទំនាក់ទំនងជាមួយនឹងច័ន្ទដាច់ស្រឡះបាត់ទៅហើយយប់ថ្ងៃមួយភ្លៀងធ្លាក់យ៉ាងខ្លាំងអាកាសធាតុត្រជាក់ស្រេបធ្វើឲ្យលោកវិចិត្រដេកដណ្ដប់ភួយដល់ទៅ2ជាន់ទើបកក់ក្ដៅហៀបនឹងលងលក់ទៅហើយស្រាប់តែ
គាត់លឺសំឡេងគូទ្វារតិចៗគាត់ក្រោកឡើងពីគ្រែខ្ជិលចង្អុលទៅបើកទ្វារគាត់ភ្ញាក់ព្រឺតនៅពេលដែលឃើញមនុស្សម្នាក់នោះគឺជានាងច័ន្ទស្ថិតក្នុងសម្លៀកបំពាក់ស្លៀកកាលពីទៅជួបលោកវិចិត្រនៅហាងក្រៅអូខេមុនដំបូងបំផុតហើយទឹកមុខនាងហាក់ដូចជាសេះខ្លាំងមានទឹកភ្នែកហូររហាមលោកវិចិត្រស្រែកហៅនាងទាំងត្រេកត្រអាលថាច័ន្ទចូលមកខាងក្នុងមកនាងក៏តបវិញតែអណ្ដាក់លើចូលមិនបានទេបងនាងខ្ញុំមកលាបងយើងនឹងលាបងជួបគ្នាត្រឹមជាតិនេះទេនាងខ្ញុំមានកម្មមិនស្គាល់តម្លៃរបស់មនុស្សមិនដឹងថាមនុស្សល្អមិនដឹងថាមនុស្សអាក្រក់នាងខ្ញុំសូមទោសបងផងណាលោកវិចិត្រកាន់តែភ័យខ្លាំងឡើងព្រោះមិនដឹងរឿងអ្វីទាំងអស់លោកសួរទាំងឆ្ងល់ហេតុអ្វីបានទៅជាយ៉ាងនេះមានរឿងអីកើតឡើងមែនទេគ្មានរឿងអ្វីទេចានាងខ្ញុំទៅសិនហើយនាងខ្ញុំនឹងមករកបងសារជាថ្មីរាងកាយនោះដើរចុះពីលើជណ្ដាលទៅលោកវិចិត្ររត់តាមប៉ុន្តែមិនដឹងថានាងច័ន្ទបាត់ទៅណាហើយគាត់ស្ទើរតែឈួតនឹងឈឺចាប់រកអ្វីព្រៀបផ្ទឹមពុំបានសេចក្តីស្នេហាដែលមានចំពោះនាងគឺជាស្នេហាពិតនិងស្មោះត្រង់យប់នោះពេញមួយយប់គាត់ដេកមិនលក់សោះស្អែកឡើងលោកវិចិត្រចេញតាមរកនាងច័ន្ទរហូតបានជួបមិត្តភក្តិរបស់នាងច័ន្ទម្នាក់ឈ្មោះមុំរូបរាងធាត់ដូចសាច់ជ្រូកតែមុខមាត់ស្អាតគ្រាន់បើអានពិតជាស្លាប់ឬគ្រាន់តែជាពាក្យចចាមរាមទេមុំឆ្លើយថាមិនដឹងដែរនាងខ្ញុំដឹងត្រឹមថាពីមុនច័ន្ទមានសង្សារច្រើនណាស់ការពិតយ៉ាងណានោះខ្ញុំពិតជាមិនដឹងទេធ្វើយ៉ាងណាទៅណតលកុំថានេះតើត្រូវធ្វើយ៉ាងម៉េចទើបបានដឹងរឿងពិតលោកកុំអាលអស់សង្ឃឹមទៅស៊ូបងណាមើលថ្ងៃនាងអាចដឹងរឿងនេះតើនាងនោះនៅទីណានាងណាជាអ្នកចម្រៀងក្នុងហាងខារ៉ាអូខេម្នាក់ដែរនាងមុំប្រាប់ឈ្មោះហាងខារ៉ាអូខេនិងទីកន្លែងឈ្មោះនាងណាយ៉ាងលម្អិតពេលលោកចិត្តទៅដល់ក៏បានជួបនាងដូចបំណងនាងជាស្រីមេម៉ាយអាយុប្រហែលជាង20ឆ្នាំខ្ល้ายប៉ុន្តែក៏នៅតែមានប្រុសតាមតាក់ទាញមិនដូចគ្នាក្រោយពីបានស្ដាប់រឿងរ៉ាវពីលោកចិត្តរួចរាល់នាងណាក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដំណឹងនាងច័ន្ទស្លាប់នេះនាងខ្ញុំអត់មានដឹងទេដឹងត្រឹមថាគេទើបនឹងមានសង្សារថ្មីច័ន្ទមានសង្សារថ្មីទៀតហើយឬលោកវិចិត្រស្រែកចេញយ៉ាងខូចចិត្តនិងសោកសៅនាងខ្ញុំយល់ចិត្តលោកណាស់លោកប្រកាសជាស្រឡាញ់នាងច័ន្ទគួរស្ដាយដែលនាងមិនអាចជួយលោកបានលោកវិចិត្រលាអ្នកចម្រៀងនោះទៅទាំងសោកស្ដាយនិងខុសបំណងពេលវេលាបានកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែយប់ថ្ងៃមួយភ្លៀងបានធ្លាក់មកយ៉ាងខ្លាំងអាកាសធាតុត្រជាក់ស្រេបគាត់បានឮសំឡេងគូទ្វារក៏ឡើងទៅបើកទ្វារដូចសັບមួយដងនាងច័ន្ទទៀតហើយនាងដើរមករកគាត់ទាំងភ្លៀងនាងពុះពៀមកទាំងភ្លៀងមែនទេច័ន្ទក៏បានឆ្លើយថាចាប៉ុន្តែភ្លៀងវាមិនទៅទឹកនាងខ្ញុំទេរាងកាយរបស់ខ្ញុំអត់មានទឹកភ្លៀងមែនគួរចម្លែកតែនាងដើរមកដោយរបៀបណាទើបមិនទៅទឹកភ្លៀងប៉ុន្តែទោះជាយ៉ាងណាលោកចិត្តមិនចង់សួរនាំនាងឲ្យរំខានចិត្តទេគាត់ត្រកងនាងទៅអង្គុយលើសាឡុងអោបថើបជំជក់នាងយ៉ាងពេញចិត្តកន្លងមករឿងរ៉ាវយ៉ាងមិនខ្លះប្រាប់ផងបានទេគ្រាន់តែសួរប៉ុណ្ណោះនាងច័ន្ទយំចេញមកភ្លាមលោកវិចិត្រប្រញាប់ជូតទឹកភ្នែកនាងយ៉ាងថ្នម កុំយំអូនមានរឿងអីប្រាប់បងអាចជួយដោះស្រាយអូនបានគ្រប់បែបយ៉ាងច័ន្ទប៉ុន្តែពេលនេះបងមិនអាចដោះស្រាយបានទេលោកវិចិត្រនាងបានប្តីថ្មីទៀតហើយឬប្រាប់បងមិនខឹងទេច័ន្ទចាតែពេលនេះនាងខ្ញុំមិនបាននៅជាមួយបរិសុទ្ធនោះទេគេនោះឈ្មោះអ្វីឈ្មោះរ៉ាត់យើងលែងបានរស់នៅជាមួយគ្នាហើយនាងខ្ញុំខុសបំណងខុសក្នុងជីវិតនេះ
ព្រោះនាងខ្ញុំមិនបានទទួលស្គាល់ពីតម្លៃស្នេហាពិតរបស់បងខ្ញុំក៏សម្លាប់ខ្លួនទៅនាងខ្ញុំមកនេះមកលីបងព្រោះនាងខ្ញុំស្រណោះបងដែលជាមនុស្សតែម្នាក់គត់ដែលស្រឡាញ់និងឲ្យតម្លៃនាងខ្ញុំស្មោះជារៀងរហូតលាសិនហើយបងវិចិត្ររាងកាយរបស់នាងច័ន្ទសន្សឹមក៏រលាយបាត់ទៅបន្តិចម្ដងរហូតផុតពីក្រសែភ្នែករបស់លោកវិចិត្រមានអារម្មណ៍ថាគាត់បានបាត់បង់ស្នេហាដ៏ធំធេងមួយទៀតហើយតទៅមុខទៀតគាត់មិនស្រឡាញ់អ្នកណាទៀតឡើយ